អត់ថែមទឹកបុកទឹកនៅពេលដែលធ្លាក់ខ្យល់ត្រជាក់ខ្លាំងហើយដោយតនភាពក្រោមពី18អង្សាទេបើសិនជាពុកម៉ែបងប្អូនអត់បុកទឹកទេគឺអាចនឹងក្រៀមងួតខូចទៅវិញអញ្ចឹងពុកម៉ែបងប្អូនឃើញនៅខាងក្នុងដើមនេះព្រោះពុះមេឃពុកម៉ែបងប្អូនឃើញស្រាប់ហើយឃើញថាវាស្របជាមួយនឹងអាកាសធាតុចន្លោះពី25ទៅ28អង្សាសេនេះហើយធ្លាក់ខ្យល់បែបនេះគឺចេញមកស្អាតណាស់ដំណាំតារ៉េនដែលដាំហើយត្រៀមនឹងចេញផ្កាឆ្នាំហ្នឹងហើយធ្វើស្លឹកបានជោគជ័យស្លឹកចុងក្រោយហើយបាននឹងសំធម្មពលគ្រប់គ្រាន់ហើយពុកម៉ែបងប្អូនអាចនឹងធ្វើស្រេះទឹកត្រៀមដើម្បីបញ្ចេញផ្កាដូចបែបនេះហើយដើមនេះគឺឃើញថាគាត់ធ្វើស្រេះទឹកបានរយៈពេល15ថ្ងៃទេឃើញថាស្លឹកគាត់ឆាប់បង្ហាញសញ្ញាឲ្យថាខ្វះទឹកអញ្ចឹងគាត់ចាប់ដើមដាក់ទឹកបាន3ថ្ងៃហើយលោកគាត់បាញ់បើកភ្នែកផ្កាបានមួយជើងគឺឃើញថាលទ្ធផលចេញមកអេមតែម្ដងអាចប៉ុន្តែបើសិនជាចេញមកលក្ខណៈបែបនេះហើយបើសិនជាធ្លាក់ខ្យល់ត្រជាក់ខ្លាំងពុកម៉ែបងប្អូនត្រូវតែបន្ថែមទឹកជារៀងរាល់ថ្ងៃអាចដាក់មួយថ្ងៃ15នាទីដើម្បីកុំឲ្យស្វិតផ្កានឹងក្រៀមទៅវិញបើសិនជាពុកម៉ែបងប្អូនអត់ថែមទឹកបុកទឹកនៅពេលដែលធ្លាក់ខ្យល់ត្រជាក់ខ្លាំងហើយដោយតនភាពក្រោមពី18អង្សាទេបើសិនជាពុកម៉ែបងប្អូនអត់បុកទឹកទេគឺអាចនឹងក្រៀមងួតខូចទៅវិញអញ្ចឹងជាហេតុផលមួយដែលយើងអាចបង្ការបានគឺពុកម៉ែបងប្អូនត្រូវតែថែមទឹកមួយថ្ងៃ15នាទីក្នុងមួយដើមជារៀងរាល់ថ្ងៃក្នុងលក្ខខណ្ឌដែលអាកាសធាតុចុះត្រជាក់ចាប់ពី18អង្សាសេចុះក្រោមហើយខ្យល់ខ្លាំងដើម្បីការពារកុំឲ្យងួតក្រៀមខូចទៅវិញនៅពេលដែលការបង្ហាញរូបរាងច្បាស់បែបនេះហើយ